សូមជូនរឿងបំណែកបេះដូងភាគទី13មានអ្នកជំងឺនៅបន្ទប់ A205 អ្នកគ្រូពេទ្យចាស់ខ្ញុំទៅហើយខ្ញុំទៅសិនហើយណាលោកដុកទ័រអេលិចគីលីនូបថាធិការរូបស្អាតញញឹមផ្អែមដាក់នាងកំឡោះគេងក់ក្បាលយឺតថយក្រោយឲ្យនាងបានដើរស្រួលបួរចំណែកខ្លួនក៏ដើរល្បាតទៅមើលអ្នកជំងឺបន្តទៀតថ្ងៃដែលមិនចង់ឲ្យមកដល់ក៏មកដល់ទាល់តែបានអេលីសាន់អង្គុយដកដង្ហើមធំក្នុងសាលពហុកីឡដ្ឋានជាតិស្របគ្នាជាមួយសម្លេងស្រែករំពងចង់បាយត្រជាក់គេរក្សាភាពស្ងប់ស្ងាត់និងខឹងមិនស្រែកលោឡាឡើយខុសប្លែកពីមនុស្សស្រីខ្លួនតូចអង្គុយក្បែរគេភ្នែកកលែកឆ្វេងស្ដាំងាករកមើលកីឡាករក្នុងតារាងបាល់ដោយខ្សែចាយលើកដៃក្រវីទៅមកលោតហក់សប្បាយរីករាយជាមួយមិត្តភក្តិស្រីដែលមកជាមួយគ្នាគេមិនដឹងថានាងបបួរគេមកជុំគ្នាជាមួយនឹងគេឬក៏មកជាមួយមិត្តទេគេចាស់ពេកដល់ថ្នាក់ឈប់រំភើបនឹងរឿងទាំងអស់នេះហើយមែនទេកាលពីនៅរៀនគេក៏ចូលចិត្តកីឡាបាល់បោះដែរឬក៏មកពីមនុស្សម្នាក់នោះដែលធ្វើឲ្យគេមិនចង់ឃើញមិនចង់ឲ្យហ្វាបានឃើញដែរអាវស៊ូឡានមកចេញឈ្មោះមនុស្សប្រុសដែលគេមិនធ្លាប់បំភ្លេចជាមួយមនុស្សប្រុសម្នាក់ដែលគេមិនដែលជួបពីមុនមកសោះតែគេតែងតែចងចាំឈ្មោះនេះដឹងគ្រប់យ៉ាងតាក់ទងនឹងគេគឺមកពីមនុស្សស្រីនៅក្បែរខ្លួនគេនេះឯងជាអ្នកនិយាយគ្រប់យ៉ាងឲ្យគេបានដឹងនិយាយទាំងញញឹមរីករាយមិនខ្វល់ថាគេនឹងគិតបែបណាជាមួយរឿងនេះទេមកពីគេមិនដែលបង្ហាញទឹកចិត្តស្មោះត្រង់ឲ្យពិតប្រាកដដល់នាងឬក៏មកពីនាងមិនចាប់អារម្មណ៍កាយវិការយកចិត្តទុកដាក់ជាមួយនាងអេលីសាន់ងាកមុខចេញមិនចង់ឃើញក្តាប់ដៃណែនពេលជែកដើរមករកហ្វានីម៉ាក្តាប់ដៃជុលជាមួយនាងឯនាងក៏លោតផងស្រែកផងទាំងរំភើបញាប់ញ័រនិងកេះឲ្យគេស្រែកហូរជាមួយដែរបងសាន់មើលចាស់បងជែកពូកែដល់ហើយនាងតូចលោតអទះស្មាអេលីសាន់ដឹបអួតប្រាប់គេពីភាពពូកែរបស់ជែកទាំងសប្បាយចិត្តជាខ្លាំងបាទគេតបទាំងត្រជាក់ស្រាប់ក្នុងចិត្តក្តៅដូចបាយពុះធ្វើឲ្យហ្វានីម៉ាងាកមុខទៅរកណាណាមីស្រែកហូរជាមួយគ្នាវិញម្ដងទម្រាំចប់ការប្រកួតអេលីសាន់បិទភ្នែកងាកមុខចេញជាច្រើនដងគ្រប់ពេលដែលហ្វានីម៉ានិងជេកស្និទ្ធស្នាលជាមួយគ្នាតែគ្មានអ្នកណាមើលដឹងទឹកមុខរបស់អេលីសាន់ទេក្រៅពីគេម្នាក់គត់ពេលចប់ការប្រកួតហ្វានីម៉ារត់ទៅរកជេកទុកឲ្យគេនៅម្នាក់ឯងអង្គុយមើលពួកគេជជែកគ្នាមើលស្នាមញញឹមមានក្តីសុខរបស់ហ្វានីម៉ាទាំងបេះដូងរបស់គេខ្ទេចខ្ទាំអស់ទៅហើយបងប្រុសតែញ៉ាំអីជាមួយពួកយើងទេណាណាមីរត់មករកអេលីសាន់សួរទាំងស្នាមញញឹមជាប់មាត់ព្រោះសប្បាយចិត្តបានមើល idol របស់ខ្លួនម្យ៉ាងទៀតអេលីសាន់អង្គុយម្នាក់ឯងក៏ខិតទៅចិត្តគេសួរនាំបន្តិចកុំឲ្យគេគិតថាខ្លួនជាក្មេងគ្មានសុជីវធម៌បងត្រូវទៅមន្ទីរពេទ្យវិញមិនបានចូលរួមទេញ៉ាំឲ្យឆ្ងាញ់ចុះណាគេទ្រាំមើលហ្វានីម៉ានិងជេកស្និទ្ធស្នាលនឹងគ្នាលើពីនេះទៀតមិនបានទេនឹងឈឺបេះដូងដល់ចូលមន្ទីរពេទ្យសង្គ្រោះមិនទាន់មិនខានឡើយទើបមានតែសុំដកខ្លួនចេញតែប៉ុណ្ណោះអញ្ចឹងគួរឲ្យស្ដាយណាស់មិនងាយបានជួបបងប្រុសទេមិនអីទេចាំលើកក្រោយដែលបងប្រុសទំនេរចុះណានាងតូចនិយាយទាំងការសោកស្ដាយប្រុសល្អសុភាពរាបសារចាស់ទុំគួរឲ្យស្រឡាញ់និងគោរពដូចអេលីសាន់ឆ្លាតវៃថែមទាំងពូកែធ្វើការងារទៅដល់ទីណាក៏មានតែអ្នកចូលចិត្តស្រឡាញ់ទាំងអស់ពេលក្រោយបងនឹងណាត់អ្នកទាំង3នាក់ទៅញ៉ាំបាយជុំគ្នាគេញញឹមបន្តិចធ្វើឲ្យបរិយាកាសប្រែជាស្រស់ស្រាយជាងមុនហើយណាស់ក៏ការសន្ទនាពួកគេមិនសោះក៏ក្រោះពេកដែរជម្រាបលាបងប្រុសចាំខ្ញុំនាំហ្វាត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពណានាងតូចឈរអោនគោរពអេលីសាន់ក្នុងនាមជាសិស្សប្អូននិងឋានៈបងប្រុសមិត្តភក្តិតែនាងគោរពអេលីសាន់ក្នុងនាមជាគ្រូពេទ្យដែលបំពេញតួនាទីបានយ៉ាងល្អផងដែរ
ក៏ជាបងប្រុសគំរូរវល់ហើយនៅឈ្នាតនាំប្អូនស្រីមកមើលបាល់បោះទៀតគួរឲ្យស្ងើចសរសើរពិតមែនជួបគ្នាពេលក្រោយណាសុវត្ថិភាពតាមផ្លូវណាចាណាណាមីនិយាយលឺញញឹមជាប់មាត់ពេលរៀងក្រាស់ក្រោកដើរចេញទៅក្នុងចំណោមមនុស្សជាច្រើនណាណាមីឈរសម្លឹងរៀងក្រាស់ទាល់តែគេបាត់ស្រមោលក្នុងវងមនុស្សដទៃទើបនាងស្ពាយកាបូបតូចដើរទៅរកមិត្តសម្លាញ់ដែលកំពុងឈរជជែកជាមួយសមាជិកក្រុមកីឡាករដែលឈ្នះពានរង្វាន់លើកនេះវ៉ាណាណាមីបងជិកនេះណាណាមីមិត្តភក្តិរបស់ខ្ញុំនេះនាងតូចញញឹមមិនឈប់អោបដៃរៀងតូចជាប់ណែនាំដល់ជែកទាំងសប្បាយចិត្តសួស្តីណាណាមីខ្ញុំគឺជែកចាសួស្តីបងជែកទាំងពីរនាក់ក៏ស្វាគមន៍គ្នាដោយណាណាមីក្លាយជាជនទី3នៃការសន្ទនារបស់ពួកគេនាងមានអារម្មណ៍ទើសទាល់បន្តិចព្រោះពួកគេនិយាយតែពីរឿងពីកុមារភាពរវាងពួកគេទាំងពីរប្រាប់នាងដោយចែកមិនសូវនិយាយច្រើនទេនាងមិនដឹងថាគេមិនចូលចិត្តនិយាយច្រើនឬក៏មិនចង់និយាយជាមួយនាងខុសពីហ្វានីម៉ាមិត្តសម្លាញ់របស់គេនិយាយច្រើនមិនឈប់បើគេមិនប្រកាសបិទកន្លែងទេនាងប្រហែលជានិយាយដល់ព្រឹកស្អែកមិនខានទេ